ជំរាបសួរលោកគ្រូហើយសួស្តីអ្នកគ្នាខ្ញុំបាទឈ្មោះជនរដ្ឋាដែលថ្ងៃនេះខ្ញុំមកធ្វើបង្ហាញអំពី website ទូកុំព្យូទ័ររបស់ខ្ញុំដែលខ្ញុំបានវាខ្ញុំបានប្រើ HTML CSS Bootstrap ហើយនិង JavaScript នេះគឺជាកូដរបស់ខ្ញុំសូមរ៉ានឲ្យអ្នកគ្នាមើលយើងចូលទៅដំបូងចូលទៅកាន់ home page ដែលក្នុង home page នេះមាន logo ហើយជាមួយនឹងឈ្មោះរបស់ហាងខ្ញុំដាក់ឈ្មោះ RTA Computer ហើយបន្តមកយើងមានចំនួន5ដែលមានទាំង home page យើងមានដូចជា computer ផ្នែករឹង hardware ហ្នឹងហើយជាមួយគ្រឿងបន្ថែមកុំព្យូទ័រហើយគ្រឿងបន្លាស់ហើយយើងមាន switch language ខ្ញុំបានវា switch language ដែរខ្ញុំបានវាពីរភាសាដែលមានអង់គ្លេសហើយនិងខ្មែរហើយបន្ទាប់មកយើងចូលទៅកាន់ប៊ូតុង login យើងមានក្នុង login នេះខ្ញុំបានវា switch language ទេនៅក្នុងហ្នឹងយើងពេលដែលយើងមាន account ហើយយើងគ្រាន់តែដាក់ email ហើយ password ទៅ login ទៅចូលបន្ទាប់មកបើសិនជាយើងអត់មាន account ទេយើងត្រូវបង្កើត account ថ្មីយើងដាក់ full name email ហើយ password ទៅហើយយើងចុច register បន្ទាប់យើង login ទៅវាគឺវាចូលទៅកាន់យើងបានបង្កើតគណនីរួចរាល់បន្ទាប់មកយើងមានប៊ូតុងទំនាក់ទំនងដែល contact ហ្នឹងនៅក្នុង contact ហ្នឹងយើងមានខ្ញុំបានវាឡើងសម្រាប់ឲ្យដូចជាអតិថិជនយើងចង់ឆាតសួរព័ត៌មានយើងចង់ទំនាក់ទំនងសួរព័ត៌មានឬក៏គាត់ចង់ឬក៏គាត់មានបញ្ហាអីចឹងយើងគាត់អាចទំនាក់ទំនងទៅកាន់ហាងបាននៅក្នុងហ្នឹងមានដូចជា full name email ហើយនឹងលេខទូរស័ព្ទបន្ទាប់មកមានប៊ូតុងមាន box message មួយសម្រាប់ឲ្យគាត់ទៅសេអីដែលគាត់ចង់សួរទៅកាន់ហាងហើយបន្ទាប់មក send message ទៅយើងមានប៊ូតុង send message ហើយនឹង clear នេះយើង clear នៅក្នុង text box នេះទាំងអស់បន្ទាប់មកនៅក្នុង footer យើងមាន reference របស់ហាងហើយមានទូរស័ព្ទហើយ social media ហើយ map ដូចគ្នាខ្ញុំសូមអត់បង្ហាញច្រើនទេនៅក្នុងប៊ូតុង contact នេះខ្ញុំសូមចូលទៅកាន់home page វិញនៅក្នុង home page នេះយើងមានមកក្រោមយើងមានប៊ូតុងបញ្ជាទិញដែលទិញឥឡូវហ្នឹងហើយបន្ទាប់មកយើងមានប៊ូតុងព័ត៌មានបន្ថែមដូចគ្នាព័ត៌មានបន្ថែមនេះខ្ញុំលេងទៅកាន់page តំណតំណងដូចគ្នាចុះមកក្រោមទៀតយើងមាន icon នេះដែលយើងអាចឃើញ icon ហ្នឹងយើងឃើញមានរូបបេះដូងហើយនិងរូបកន្ត្រកដល់ពេលយើងចុះមកក្រោមទៀតយើងនឹងឃើញនៅក្នុងប្រដាប់ហ្នឹងខ្ញុំវា icon បេះដូងហើយកន្ត្រកដូចគ្នាយើងចុះមកក្រោមនេះយើងមានដូចជា laptop មាន hardware មានគ្រឿងបន្ថែមកុំព្យូទ័រមានគ្រឿងបន្លាស់ដូចគ្នាចំពោះរូបនេះខ្ញុំគ្រាន់តែដាក់ជាតំណាងទេហើយចំពោះយើងចុះមកក្រោមទៀតយើងមានដូចជាផលិតផលថ្មីដូចមានដូចជា PC keyboard diagram ហើយអីផ្សេងយ៉ាងទៀតទៅនៅក្នុងហ្នឹងខ្ញុំបានវាពេលដែលយើងចុចលើរូបមកវានឹង detail វានឹង detail spec របស់ product ហ្នឹងហើយនៅក្នុងហ្នឹងមានប៊ូតុង buy now ដូចគ្នាចំពោះតម្លៃវាខ្ញុំគ្រាន់តែដាក់សិនទេចំពោះតម្លៃវាខ្ញុំគ្រាន់តែដាក់ជាតំណាងទេហើយចំពោះផ្សេងខ្ញុំវាដូចគ្នាឲ្យវា pop up មកដូចគ្នាហើយដូចខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងវាមានជាមួយនឹង icon កន្ត្រកហើយនឹងបេះដូងចំពោះ icon កន្ត្រកនេះគឺតំណាងឲ្យ add to cart ចំពោះ icon រូបបេះដូងនេះតំណាងឲ្យ favorite នៃ product ហ្នឹងយើង add to favorite ទៅយើងដល់ពេលយើងចូលទៅកន្លែងហ្នឹងយើងនឹងឃើញproduct ហ្នឹងដែលយើងធ្លាប់បាន favorite ប៉ុន្តែខ្ញុំអត់តាន់បានវាទេពួកខ្ញុំអត់តាន់ធ្វើដល់យើងចុះមកក្រោមទៀតយើងមានប្រភេទផលិតផលដែលលក់ដាច់បំផុតយើងមានដូចជា PC keyboard laptop ហើយនឹងកាសអញ្ចឹងទៅនៅក្នុងហ្នឹងខ្ញុំបានវាដូចគ្នាវាដូចខាងលើដែរឲ្យវា pop up
detail មកដូចគ្នាពេលដែលវា pop up មកគឺវាមានចឹងឯងហើយពេលដែលចុះមកក្រោមទៀតគឺវាបង្ហាញប៉ុណ្ណឹងគឺវាបង្ហាញ pop up ដូចគ្នាពេលដែលយើងចុចលើប្រដាប់ទៅនៅក្រោមទៀតយើងមានប្រភេទផលិតផលណែនាំដែលផលិតផល recommend ឲ្យភ្ញៀវទិញអញ្ចឹងទៅនៅក្នុងហ្នឹងខ្ញុំបានវាដូចគ្នាដែរចំពោះចូលមកក្រោមយើងមាន footer ដែលបង្ហាញពី rebrand របស់ហាងមាន email មានទូរស័ព្ទហើយ social media map ដូចគ្នាហើយចំពោះ map នេះយើងអាចចុចទៅបានខ្ញុំអត់សូមអត់បង្ហាញ detail ទេហើយវាក៏វា respond ទៅកាន់ mobile ដែរខ្ញុំបានធ្វើឲ្យវា respond ខ្ញុំប្រើ booster ឲ្យវា respond គឺវា respond មកបែបនេះគឺវា respond មកបែបហ្នឹងពេលដែលយើងចុចលើប្រដាប់គឺវាមក full បែបនេះហើយចំពោះពេលដែលវាចំពោះ menu វាគឺវាចេញមកបែបនេះចំពោះ website របស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនលោកគ្រូជំរាបលា